ឡើយនេះគ្រូបង្វឹកលោកកូជីបានប្រមូលផ្ដុំកីឡាករ23រូបដើម្បីត្រៀមការប្រកួតមិត្តភាពជាមួយនឹងក្រុមបាល់ទាត់តាជីគីស្ថានការប្រកួតនេះគឺយើងនឹងធ្វើការប្រកួតនៅខែក្រោយហើយក្នុងចំណោមកីឡាករ23នាក់ពូនឹងអានឈ្មោះដូចតទៅយើងចាប់ផ្ដើមពីអ្នកចាំទី3នាក់មានអ្នកចាំទី1វិរៈតារាមកពីក្លឹបបាល់ទាត់ភ្នំមកពីក្លឹបបាល់ទាត់ប្រខារីស្វាយរៀងអង្គវិចិត្រមកពីក្លឹបបាល់ទាត់ភ្នំពេញក្រោនរ៉េលីហេមកពីក្លឹបបាល់ទាត់ Nagavel ហើយជួសិនទីគឹមសុកយុទ្ធមិនរតនៈមកពីស្វាយរៀងដូចគ្នាសិនសវណ្ណមករាអិនសូដាវីតសិនកក្កដាមកពីវិសាខាបងសាមូអែលមកពីភ្នំពេញក្រោនសារ៉េតគ្រីយ៉ាមីសនុហ៊ីការុមកពីភ្នំពេញក្រោនកាន់មកអុកសវណ្ណលេងនរ៉ាមកពីវិសាខាហូតវ៉ាណេតមកពី Nagavel ហើយអឹមរ៉ាឃីមមកពីក្លឹបអង្គរ Tiger កូលីបាលីខាដឺមកពីក្លឹបអង្គរ Tiger សៀងចន្ទាមកពីបឹងកេតញៀនសូស៊ីដានមកពីស្វាយរៀងលឹមពិសុទ្ធមកពីភ្នំពេញក្រោនសាទីមកពីវិសាខាហើយចុងក្រោយគេគឺហៅសុកណេតមកពីក្លឹប ISI ចឹងបានន័យថាបើពូមើលទៅកីឡាករបោះបឹងកេតគឺមានតែម្នាក់គត់គឺសៀងចន្ទាបឹងកេតមានកីឡាករបានន័យថាក្នុងចំណោមកីឡាករ23រូបដែលត្រូវលោកកូជីកោះហៅដើម្បីត្រៀមការប្រកួត friendly មិត្តភាពអន្តរជាតិជាមួយនឹងតាជីគីថានេះគឺមានតែសៀងចន្ទាមួយគត់ខុសពីនោះគឺអត់មានទាំងអស់ defense ក៏អត់មានបម្រើក៏អត់មានបើនិយាយពីកីឡាករដែលមានច្រើនជាងគេហ្នឹងគឺបានន័យថាដូចជាក្លឹបឈ្នះជើងឯក Cambodia Premier League ស្វាយរៀងហើយនឹងក្លឹបឈ្នះជើងឯកពៀនសម្ដេចហ៊ុនសានខាប់ភ្នំពេញក្រោនតែ Go Tiger គេបាន2ដែរណាថៃ Go Tiger ណាឃីមហើយនឹងអាខាដឺនេះបាន2នាក់គាត់បានដែរហើយ Nagavel ហ្នឹងគេបានដូចជា goal 1នេះហូបបណ្ដៃដែរនឹងអាលីហេងនេះអញ្ចឹងបានន័យថាមានតែបឹងកេទេដែលបានន័យថាវាតិចមែនតើមកដែលមានតែម្នាក់ហើយនៅពីក្រោយបានន័យថាការកោះហៅប្រមូលក្រុមកីឡាករ23រូបពូក៏បានឃើញបានន័យថាទស្សនៈឬក៏ប្រតិកម្មរបស់លោកគ្រូហៅសុជាដែរគាត់មិនសប្បាយចិត្តគាត់ចង់និយាយថាកីឡាករខ្លះបានទាំង Man of the Match បង្ហាញខ្លួនគ្រប់ការប្រកួតបើជាអត់មានឈ្មោះតែកីឡាករផ្សេងទៀតអត់សូវមានឈ្មោះលេងបើជាមានឈ្មោះលេងនៅក្នុងបានន័យថាការប្រមូលក្រុម23នាក់នេះគឺជាអ្វីដែលគាត់មិនសប្បាយចិត្តនិយាយគឺគាត់មិនសប្បាយចិត្តគាត់ចង់បានន័យថាចុះកីឡាករដែលដូចកីឡាករបបឹងកេតមិននិយាយច្រើនដល់អរុនចឹងអរុនបានទាំង Man of the Match ផងបង្ហាញខ្លួនសឹងតែគ្រប់ការប្រកួតតែចុងក្រោយមិនត្រូវបានមានឈ្មោះប្រមូលក្រុមសម្រាប់ការប្រកួត friendly នេះគឺជាអារម្មណ៍ដែលលោកគ្រូសុខជាតិគាត់បញ្ចេញនៅលើ page នៅលើ account របស់ page របស់គាត់តែពេលខ្លះបែរទៅរាល់ពេលដែលការប្រកួតមិត្តភាពម្ដងឲ្យតែមានការប្រមូលផ្ដុំគឺតែងតែមានការមិនសប្បាយចិត្តពីអ្នកគ្រប់គ្រងពីខាងក្លឹបជាក់ស្ដែងដូចពេលហ្នឹងចឹងលោកគ្រូហៅជីគាត់បានបញ្ចេញអារម្មណ៍ពិតមកគាត់បានន័យថាគាត់មើលទៅវាដូចអត់ fair ហើយកីឡាករបឹងកេតគឺមានតែម្នាក់គាត់គឺអាធាវាអាចទេបើអានេះបើនិយាយពូនិយាយពីអារម្មណ៍ពិតណាយេម៉ាត់នរុនគឺស័ក្តិសមបំផុតសម្រាប់កីឡាករតែ23រូបហ្នឹងអានេះពូនិយាយការពិតមកអាឆៃតាំងពីវាបានន័យថាគ្នាតាំងពីបាត់បង់អត់ទេអាឆៃដូចជាឪពុកទើបនឹងទទួលមរណភាពដឹងតែគ្រួសារគាត់មានអ្នកស្លាប់អញ្ចឹងអាចថាប្រហែលប្រកួតចុងក្រោយនេះគាត់អាខានអញ្ចឹងវាអត់ទាន់បានចូលវឹកហាត់ចូលលេងអីវិញទេប៉ុន្តែសម្រាប់ការលេងកន្លងមកនេះដល់អាធាដល់អរុននេះអញ្ចឹងវាមានឈ្មោះថាអាធាម្នាក់គាត់បង្កេតអាហ្នឹងវាជារឿងឲ្យគួរឲ្យសោកស្ដាយដែរអញ្ចឹងមកលោកគ្រូហៅទៅជាតិគាត់បញ្ចេញអារម្មណ៍ពិតនៅលើបានទៅនៅលើបណ្ដាញសង្គមរបស់គាត់អញ្ចឹងក្រៅពីហ្នឹងយើងដឹងហើយថាវាសិតសឹងតែមកពីក្លឹបធំដូចស្វាយរៀងដូចភ្នំពេញក្រោនហ្នឹងអូច្រើនណាស់វិសាខាមើលបានមកវិសាខា1 2 3 4 5 6 7វិសាខាដូចជា7នាក់វិសាខា7នាក់អាកក្កដាអាវិតអាសវណ្ណមករាមិនសវណ្ណមករា3កាន់មក4អាសវណ្ណ5អានរ៉ា6 7អាសាទី7នាក់